ta bớt nhau mơ đời này cho tế sang à tạ pin nhờ sờ lắc từng ói mơ bờ đấy dương bay ta mà trung máu thì mơ bờ cái ai mơ này có thọt đấy mà khơi nhỉ nè sắtจะมาก็หอม เพียงหอม เมียงหอมเลยmơ nàyเราก็thọt chứ mà bằng khơi rồi dương được khóa mơ khơi បាទនេះជារោគសញ្ញាមួយចំនួនពីពីពីងក្រហមអញ្ចឹងពីពីងក្រហមវាតែងតែកើតមានស្ទើរគ្រប់ប្រភេទដំណាំមិនថាទៅលើដំណាំទុរេនឬក៏ប្រភេទបន្លែឬក៏ប្រភេទស្រូវទេវាតែងតែកើតស្ទើរគ្រប់ប្រភេទដំណាំជាពិសេសវាតែងតែកើតមានឡើងនៅក្នុងរដូវក្តៅកាសធាតុដែលក្តៅវាតែងតែកើតមានអញ្ចឹងយើងសង្កេតឃើញហើយថានេះគឺជាសកម្មភាពមួយចំនួនសកម្មភាពពពួកពីងពីងក្រហមកំពុងតែមានវត្តមានច្រើននៅលើដំណាំរបស់យើងហើយវាក៏កំពុងតែបឺតជញ្ជក់រុក្ខរស់នៃរុក្ខជាតិដែលធ្វើឲ្យដំណាំរបស់យើងមានការលូតលាស់ខ្សោយអញ្ចឹងយើងត្រូវតែមានវិធានការកម្ចាត់ក៏ដូចជាគ្រប់គ្រងវាឲ្យបានល្អហើយការគ្រប់គ្រងក៏ដូចជាកម្ចាត់របស់ពីងពីងក្រហមគឺយើងមានច្រើនកតាជីវសាស្ត្រធម្មជាតិឬក៏គីមីសាស្ត្រអញ្ចឹងបែបគីមីគឺមានថ្នាំជាច្រើនដែលយើងអាចប្រើប្រាស់ក៏ដូចជាកម្ចាត់ទៅលើពួកពីងពីងក្រហមបានហើយទៅលើថ្នាំទាំងអស់នោះក៏វាមានសារធាតុក្តៅហើយនិងសារធាតុត្រជាក់ផងដែរយើងត្រូវតែធ្វើការជ្រើសរើសក៏ដូចជាប្រឹក្សាបច្ចេកទេសទៅលើការគ្រប់គ្រងពីងពីងក្រហមហ្នឹងឲ្យបានល្អជាមួយនឹងគ្រូបច្ចេកទេសនៅក្បែរអ្នកក៏ដូចជានៅក្បែរយើងអញ្ចឹងយើងត្រូវតែសួរនាំពីបញ្ហាទាំងអស់នេះជាពិសេសយើងធ្វើការលំអិតទៅលើដំណាក់កាលជាពិសេសនៅដំណាក់កាលផ្លែផ្កាយើងតែត្រូវតែជ្រើសរើសពួកថ្នាំដែលមានសុវត្ថិភាពបំផុតកាលណាដែលយើងជ្រើសរើសមិនបានត្រឹមត្រូវទេវាធ្វើឲ្យដំណាំយើងខូចក៏ដូចជាធ្វើឲ្យដំណាំយើងបាត់បង់គុណភាពផងដែរធ្វើឲ្យមានការលូតលាស់ខ្សោយអញ្ចឹងយើងត្រូវតែជ្រើសរើសឲ្យបានត្រឹមត្រូវអញ្ចឹងយើងសង្កេតឃើញហើយថានេះរូបភាពមួយចំនួនគឺច្រើនណាស់